ស្ដីអ្នកនរគ្នាចឹងថ្ងៃនេះខ្ញុំចង់និយាយពីរឿង Novel មួយឈ្មោះថា Legendary Mechanic ចឹងសាច់រឿងរបស់រឿងហ្នឹងគឺមានបរិសម្នាក់ឈ្មោះ Hansel ដែលគាត់ភ្ញាក់ឡើងគាត់ចូលទៅក្នុងហ្គេមដែលគាត់ធ្លាប់បានលេងពីមុនមកខ្ញុំបានមើលវាប្រហែលជា2ឆ្នាំមុនហើយរឿងហ្នឹងគឺល្អមើលមែនតើចឹងកុំឲ្យខាតពេលយូរយើងទៅចូលសាច់រឿងរបស់យើងទាំងអស់គ្នា Hansel គាត់បើកភ្នែកឡើងមកគាត់ក៏ឆ្ងល់ជុំវិញខ្លួនគាត់សិតតែជញ្ជាំងពណ៌សហើយដំបូលអីពណ៌សទាំងអស់មើលទៅដូចក្នុងបន្ទប់ពិសោធន៍ចឹង Hansel គាត់គេងលើតុដែកមួយហើយមានខ្សែជំវិញខ្លួនគាត់ដោតទៅម៉ាស៊ីនជាច្រើនហើយខ្នងរបស់គាត់ហ្នឹងគឺត្រជាក់អស់ហើយដល់មកស្ទុះក្រោយមកបាន Hansel ចាប់អារម្មណ៍ឃើញមានមនុស្សជំវិញខ្លួនគាត់ពាក់អាវពណ៌សដូចអ្នកពិសោធន៍ចឹងហើយពួកគេបានមើលមក Hansel ហ្នឹងដូច Hansel ហ្នឹងជាខ្មោច Hansel គាត់ក៏បានគិតថាចុះមិញគាត់កំពុងតែ level up នៅក្នុងហ្គេមរបស់គាត់ឯងឥឡូវគាត់មកដល់ណាហើយភ្លាមៗហ្នឹង Hansel ក៏មានអារម្មណ៍ថាដូចមាន data ជាច្រើនដាក់ទៅចូលខួរក្បាលគាត់ធ្វើឲ្យក្បាលគាត់ហ្នឹងគឺឈឺខ្លាំងមែនតើអ្វីដែលគាត់ចងចាំចុងក្រោយគេទាំងអស់ហ្នឹងគឺគាត់កំពុងតែ level up នៅក្នុងហ្គេមមួយឈ្មោះថា Galaxy ពួកអ្នកពិសោធន៍នៅជុំវិញខ្លួន Hansel ហ្នឹងក៏បានឆោឡោហើយក៏បាននិយាយថាលឿនហៅអ្នកស្រី Hela មកអ្នកពិសោធន៍បានក្រោកឡើងមកវិញហើយ Hansel ក៏បានចាប់អារម្មណ៍ថាគាត់យល់ពីអ្វីដែលពួកគេនិយាយទោះបីជាគាត់អត់ដឹងថាពួកគេនិយាយជាភាសាអីប៉ុន្តែគាត់យល់មិនស្ទុះក្រោយមក Hansel ក៏លឺដានជើងជាច្រើនហត់មកពីក្រៅដល់ចឹង Hansel ក៏បានគិតថាអញគួររត់អត់ទេនេះឬក៏ធ្វើធម្មតាដូចជាអត់ដឹង Hansel គិតភ្លាមៗថារត់បដ ாய் ទៅហើយក៏បានទាញខ្សែចេញពីខ្លួនរបស់គាត់ហើយរត់ទៅទ្វារមានណាដល់បើកទ្វារមកឃើញ security ចង់10-20នាក់ពួក security ពាក់អាវពណ៌ខ្មៅសុទ្ធហើយកាន់សិតតែដំបងឆក់ Hansel ក៏បានចាប់អារម្មណ៍ឃើញ logo នៅអាវរបស់ពួក security ហ្នឹងដែល logo ហ្នឹងគឺបង្ហាញពីដើមឈើពាក់កណ្ដាលក៏ឃើញ logo នៅអាវហ្នឹងគាត់ក៏បានស្គាល់ថាចុះនេះអង្គការ Gemini តាមកពីភព Aquamarine កាលពីគាត់លេងហ្គេមនៅ version ទី1ហើយគាត់ក៏បានឆ្ងល់ថាអង្គការហ្នឹងក៏បំបត្តិចោលឲ្យពេលគាត់លេងឥឡូវមិនក៏មានវិញភ្លាមៗនោះ security ម្នាក់ក៏បានលើកអាដំបងឆក់ហ្នឹងដាក់ទៅ Hansel ហើយ Hansel ក៏ចូលដៃរបស់គាត់ទៅទប់ពេលទប់ត្រូវឆក់ហើយធ្វើឲ្យគាត់ឈឺពេញខ្លួនតែម្ដងគាត់ក៏បានស្រែកក្នុងចិត្តថាចុះម្នេះកម្រិតឈឺនៅ100%ពេញពីព្រោះហ្គេម Galaxy ដែលគាត់បានលេងហ្នឹងគឺកំណត់កម្រិតឈឺត្រឹមតែ40%ឯងបាទឥឡូវហ្នឹងគឺវាអាចប៉ះពាល់ដល់អ្នកលេងដែលហ្គេមដែលគាត់លេងហ្នឹងគឺប្រើ VR capsule ដែលហ្នឹងឲ្យអ្នកលេងហ្នឹងគឺគេងទៅខួរក្បាលចូលទៅក្នុងហ្គេមតែម្ដង Hansel គាត់គិតក្នុងចិត្តថាគាត់ទិញហ្គេម capsule របស់គាត់គឺត្រឹមតែ7ឆ្នាំឯងហើយឥឡូវមានបញ្ហាបាត់មួយថ្ងៃមុនហ្នឹងគាត់ឲ្យអ្នកជួសជុលប្រហែលអស់$300ដើម្បីជួសជុលហ្គេម capsule របស់គាត់ Security វាយ Hansel ហើយក៏យក Hansel ហ្នឹងទៅកន្ទប់ងឹតមួយហើយចងដៃចងអីមួយសន្ទុះក្រោយមកទើប Hansel បានគិតទៅក៏ដឹងថាឥឡូវខ្លួនឯងមិនមែនកំពុងលេងហ្គេមទេគឺចូលទៅក្នុងហ្គេមតែម្ដងចឹង Galaxy គឺជាហ្គេមមួយដែលដូចមែនតែនចឹងហើយមានអ្នកលេងរហូតដល់60លាននាក់ហ្គេមហ្នឹងគឺចាត់ទីតាំងនៅ universe ដ៏ធំមួយហើយពិភពនិងទេសភាពអីផ្សេងៗហ្នឹងគឺ generate ដោយ quantum computer សេរីថ្មីចឹងហ្គេមហ្នឹងគឺធំមែនតើទោះបីជាមានអ្នកលេង1 billion នាក់ក៏ហ្គេមហ្នឹងអាចដើរបានយ៉ាងរលូនបានដែរមានអង្គការនិងក្រុមហ៊ុនជាច្រើនដែលមានជំនាញ farm gold ឬមាសហ្នឹងហើយនឹងលេង dungeon អ្នកលេងហ្គេមប្រហែលជាស្គាល់ហើយរបស់ពាក់ក្នុងហ្គេមដូចជាអាក្រោះអាវុធអាណាល្អៗហ្នឹងអាចលក់រហូតដល់$1 លានសហរដ្ឋអាមេរិកទោះបីជា Hansel រកលុយច្រើនពីហ្គេមហ្នឹងតែគាត់មិនមែនជាអ្នកលេងអាជីពទេ Hansel ភាគច្រើនចូលចិត្តលេងតែម្នាក់ឯងហើយគាត់លេងហ្គេមហ្នឹងតាំងពីហ្គេមចេញពីដំបូងមកមួយឆ្នាំមុន Hansel បានជាប់ Top 47នៅក្នុងពិភពលោកនៅក្នុងហ្គេមហ្នឹងនិយាយទៅបើ Hansel ចង់ក្លាយជាអ្នកលេងអាជីពដែលជា professional gamer ហ្នឹងគឺគាត់អាចធ្វើបានប៉ុន្តែគាត់អត់ចង់ចឹងឯងគាត់លេងដើម្បីការសប្បាយអង្គការចំណណហ្នឹងគឺមកពីភព Aquamarine ដែលជាភពដំបូងគេនៅ version 1របស់ Game Galaxy ហ្នឹងមុននឹង Hansel ចូលទៅក្នុង game ឥឡូវហ្នឹងគឺ Galaxy បានបង្កើតឡើងជាង10ឆ្នាំជាងហើយ version 1គឺតាំងពីដំបូងមកម្ល៉េះ Hansel បានគិតក្នុងចិត្តថាចុះម្ឯងឆ្លងពេលវេលាទៀតហើយការចងចាំរបស់ Hansel ឥឡូវហ្នឹងគឺច្បូកច្បល់អស់ហើយគាត់ចាំពីជីវិតខ្លួនឯងកាលពីនៅភពផែនដីទេប៉ុន្តែគាត់ចាំពី Game Galaxy ហ្នឹងឥឡូវគាត់កំពុងតែនៅឆ្នាំ687ដែលជាថ្ងៃខែរបស់ Galaxy នៅក្នុង version 1ហ្នឹងគឺមានអង្គការខ្លាំងនៅ Universe 3ដែលចុះសន្តិភាពជាមួយគ្នា
ហើយអង្គការទាំង3ហ្នឹងមានឈ្មោះទី1គឺ Commonwealth of Light ទី2គឺ The Crimson Dynasty ហើយនិងទី3 The Arcane Church នៅ version 1ហ្នឹងគឺអត់ទាន់មានអង្គការកងទ័ពប្រាក់ទេហើយអង្គការ World of Light ហើយ Civilization របស់ដើមឈើពិភពលោកអត់ទាន់ចូលមកឈ្លានពានទេដើម្បីឲ្យ game មានការតាក់ទាញនៅពេល Galaxy Update version ម្ដងគឺមាន event ជាច្រើនទោះបីជាអង្គការចៅម្ដងនៅភពតូចមួយក៏ដោយតែសម្រាប់ Hansel ឥឡូវគឺធ្វើអីចេញទេដោយសារតែគាត់ទុំតែចូល game អញ្ចឹងភព Aquamarine គឺស្តៀងភពផែនដីដែរគោលដៅរបស់អង្គការចៅម្ដងគឺចង់ប្រឆាំងនឹងក្រសួងរបស់ភព Aquamarine ហ្នឹងហើយអ្នកដែលគេយកទៅពិសោធន៍ហ្នឹងគេឲ្យឈ្មោះថា Valkyrie ចឹងគេបញ្ចុះបញ្ចូលពួក Valkyrie ហ្នឹងដើម្បីប្រឆាំងនឹងក្រសួងខ្លួនរបស់ Hansel ដែលកំពុងចូលនៅក្នុងហ្គេមហ្នឹងគឺបាត់បង់ការចងចាំហើយក្រៅពីចំណេះដឹងខ្លះៗគឺចងចាំតែនៅពេលគេយកទៅពិសោធន៍ខ្លួនដែល Hansel កំពុងចូលហ្នឹងប្រហែលជាអាយុ20ឆ្នាំហើយស្តៀងខ្លួនរបស់គាត់កាលនៅភពផែនដីដែរហើយសុខភាពវិញអត់ទាន់ដឹងទេពីព្រោះ Hansel ហ្នឹងឬពួកអ្នកពិសោធន៍ហ្នឹងបាននិយាយថាពួកវាបានចាក់ថ្នាំចូលទៅក្នុងខ្លួន Hansel ថ្នាំហ្នឹងជាប្រភេទថ្នាំផ្លាស់ប្ដូរសែនរបស់មនុស្សដើម្បីជំនួយខួរក្បាលភ្លាមៗនោះស្រាប់តែមានផ្ទាំងអក្សរពណ៌ខៀវលោតពីមុខ Hansel នៅលើផ្ទាំង screen ហ្នឹងគេបានដាក់ថាអ្នកបានចាក់ថ្នាំ Valkyrie ហ្នឹងរួចហើយបូក1 endurance និងបាន2 skill ដែរគឺ concentration ជាមួយ low level willpower Hansel ឃើញអញ្ចឹងផ្អើលបណ្ដោយព្រោះការគាត់លេង game គឺមាន screen ហ្នឹងដែរឥឡូវគាត់ចូលមក game គឺ screen ហ្នឹងមកដែរអានេះផ្ទាំង screen របស់ Hansel ទាំងអស់ឥឡូវហ្នឹងគឺមានច្រើនណាអ្នកនរគ្នាមើលត្រួសៗអញ្ចឹង main ខ្លះរបស់គាត់គឺអត់ទាន់មានអីទេហើយ sub ខ្លះគឺជា civilian អញ្ចឹងមនុស្សធម្មតាហើយយើងមកមើលក្រោមនេះគឺ attribute របស់គាត់មាន strength ដែលជាកម្លាំងស្មើ2មាន endurance អាហ្នឹង3ហើយមាន intelligence 3ដែរហើយមាន luck ស្មើ1 luck ហ្នឹងសំណាងអ្នកនរគ្នាមើលលេងលើហ្នឹងហើយក្រោមនេះគឺឈាមកងក្រហម23លើ30អញ្ចឹងគាត់របួសមិញក្រោម ability នេះគឺបាន2មិញconcentration មួយ low level willpower អញ្ចឹងមើល screen ប៉ុណ្ណឹងបានហើយយើងទៅតសាច់រឿងយើងទៀតពេលស្រាប់ឃើញ screen ហ្នឹងហើយគាត់សប្បាយចិត្តបណ្ដោយប៉ុន្តែភ្លាមៗនោះគាត់ឃើញអ្វីប្លែកនៅលើ screen គឺកន្លែង NPC មិនមែនជាអ្នកលេងហើយមានម៉ោងកំណត់អីណាស្រាប់គាត់គិតថាទោះបីជាគាត់អត់ដឹងថា screen ហ្នឹងចូលមកហ្គេមតាមគាត់នឹងព្យាយាមទុកជីវិតមួយនេះដូចជាមែនតែអញ្ចឹងពោះយើងចូលមកហ្គេមហើយមិនមែនលេងហ្គេមដូចមុនទេតែស្លាប់ហើយបើការនៅហ្គេមយើងស្លាប់យើងអាច respawn បានសំខាន់ទី2គឺគាត់អាច access ទៅលើ screen របស់ game នឹងបានទោះបីជាគាត់ឥឡូវហ្នឹងមិនមែនជា player គ្រាន់តែជា NPC គាត់មាន access ទៅលើ screen ហ្នឹងមានន័យថាគាត់អាច level up ដូចជា player ធម្មតាអញ្ចឹងទី3បើគាត់មើលម៉ោង countdown តាមផ្ទាំង screen ហ្នឹងមានន័យថា Hansel បានឆ្លងពេលវេលាទៅមុនពេលដែល game មិនទាន់ចេញមកហើយជាចុងបញ្ចប់ Hansel ឥឡូវហ្នឹងគាត់កំពុងមានគ្រោះថ្នាក់មែនទែនពេល Hansel គិតអញ្ចឹងខឹងបណ្ដោយអ្នកខ្លះឆ្លងភពបានរបស់ច្រើនដល់គាត់ឆ្លងភពមកបានតែ interface មួយហើយជាប់នៅកន្លែង enemy ទៀត Hansel គាត់ដឹងថាឥឡូវហ្នឹងគាត់មានជីវិតតែមួយតែ interface ប្រហែលបន្តិចគឺទៅហើយ Hansel គាត់គិតទៅគាត់ចូល game នៅក្នុងរឿង anime Sword Art Online ដែរដល់ Hansel គិតទៅឆ្ងល់បណ្ដោយថាឥឡូវហ្នឹងខ្លួនឯងជាអ្វីមានជីវិតអត់ឬក៏គ្រាន់តែជា data មួយឬក៏ប្រឡឹងហោះចូលមកឬក៏មិនម៉ែអញ្ចឹង Hansel គិតទៅវល់ហើយHansel គិតច្រើនគឺថាវល់អញ្ចឹងគាត់មានតែដើរមកជាហ៊ានម្ដងសិនហើយខ្ញុំគិតតាមនឹងទៅទៀតអ្វីដែលសំខាន់ជាងគេហ្នឹងគឺឥឡូវគាត់មានជីវិតរស់រានសល់ប្រហែលជាមួយឆ្នាំពេលដែលហ្គេមចាប់ផ្ដើមហ្នឹង Hansel គិតថាគាត់នឹងរៀបចំខ្លួនឲ្យហើយភ្លាមនោះទ្វារក៏បានបើកហើយមានមនុស្សប្រហែលជា2នាក់ដើរចូលមក Hansel គឺមើលមុខអត់ច្បាស់ដោយសារតែចាំងភ្លើងពេកប៉ុន្តែក្នុងចំណោមម្នាក់ហ្នឹងមានមនុស្សស្រីមួយមនុស្សស្រីហ្នឹងក៏បានសួរទៅកាន់កូនចៅរបស់នាងថាតែ subject ហ្នឹងមិនហើយតែ subject ហ្នឹង Hansel ហ្នឹងហើយអ្នកប្រាសាទមួយឈ្មោះ Lin Weixin បានឆ្លើយទៅអ្នកស្រីហ្នឹងថាតែ subject ហ្នឹងគឺបានស្ងប់ស្ងាត់វិញហើយស្រាប់តែពេលហ្នឹង Hansel បានសួរថាពួកឯងជានរណាគេហើយម្នាក់ស្រីហ្នឹងក៏បានលើកចិញ្ចើមហើយនិយាយថាបាត់បង់ការចងចាំហើយ Lin Weixin បានឆ្លើយថាថ្នាំ Valkyrie ហ្នឹងគឺជំរុញទៅលើខួរក្បាលដូច្នេះហើយបាត់បង់ការចងចាំគឺវាជារឿងធម្មតាទេពេលភ្នែក Hansel បាត់ពីការចាំងពលឺ Hansel ក៏បានភ្ញាក់ផ្អើលនៅពេលដែលឃើញម្នាក់ស្រីហ្នឹងមានសក់ពណ៌រាងក្រហមងងឹតហើយពាក់អាវរាងរឹបពណ៌ខ្មៅហើយរូបរាងមុខអីហ្នឹងស្អាតមែនតើអ្នកស្រីហ្នឹងបានមើលទៅ Hansel ហើយបានណែនាំខ្លួនថាខ្ញុំឈ្មោះ Hela ហើយជាអ្នកគ្រប់គ្រងនៅទីនេះ
តមក Hela ក៏បញ្ជាឲ្យកូនចៅនៅនឹងចោះឈាមរបស់ Hansel មើល Sigsworth ពីរនាក់មេធំហើយកាន់កាំភ្លើងបានដើរទៅយក Hansel ឃើញអញ្ចឹងក៏គិតថាលើកនេះចង់រត់ក៏រត់អត់រួចដែរ Hansel គឺបានចាំម្នាក់ស្រីនឹងឈ្មោះ Hela ដែលមាន nickname ថា Crimson Snake គឺពស់ពណ៌ក្រហមអញ្ចឹង Hela គឺជាតួអង្គមេមួយនៅក្នុងហ្គេមកាលពី version ទី1 Hansel ឃើញអញ្ចឹងសើចលេងចេញបដ ாய் ចូលហ្គេមដំបូងមកជួបតួអង្គមេទៀតអញ្ចឹងភាគទី1គឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាបើខ្ញុំនិយាយខុសឆ្គងត្រង់ណាអ្នកនរគ្នាកុំប្រកាន់អីព្រោះនេះគ្រាន់តែជាការកំសាន្តមួយអញ្ចឹងអរគុណអ្នកនរគ្នាយើងនឹងជួបគ្នាម្ដងទៀតនៅភាគបន្ទាប់